ជួបហើយចង់ជួបទៀតចង់ឃ្លានពីស្នេហ៍បាទពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់នេះជួបហើយនេះលោកគ្រូបរិយបាទឥឡូវខាងនេះបងស្រីដួងតារារិស័យពុកម៉ែបងប្អូនស្គាល់ហើយបាទពិតជាស្គាល់ច្បាស់ណាស់មែនទេឥឡូវខ្ញុំបាទកាមេរ៉ាថ្ងៃនេះបាទថាមានឱកាសល្អណាស់បាទបងសុខទុក្ខបងយ៉ាងម៉េចហើយចាគ្រូលោកគ្រូជើជុំនេះគ្រូអត់អីទេញោមមកលើកនេះខ្ញុំប្រយ័ត្នខ្លាំងតែចឹងទៅអត់អីប្រយ័ត្នការញ៉ាំសួរទាំងអស់គ្នាហើយសួរបានចាបាទតែបងប្អូនខ្មែរទាំងអស់បាទហើយថ្ងៃនេះខ្ញុំបានសុំពេលវេលាបងស្រីបាទដួងតារាស្រីដែលជាតារាភាពយន្តខ្មែរយើងទស្សវត្សបាទដូចជា90ហើយណាបងណាបាទទស្សវត្ស90ហើយឃើញគាត់បង្ហោះក្នុងប្រព័ន្ធសង្គមហ្នឹងថាសុខទុក្ខអីចង់មកលេងស្រុកខ្មែរអញ្ចឹងអីដល់អញ្ចឹងទៅខ្ញុំក៏បានឆាតសួរគាត់ណាត់ជួបគាត់ហើយគាត់សួរខ្ញុំដែរថាខ្ញុំជានរណាហើយបានលោកគ្រូបរិយគាត់ជួយណែនាំថាខ្ញុំបាននឹងបងអូនខេមរាទេអត់អីទេគាត់ជាអ្នកសិល្បៈដែរទេហើយអញ្ចឹងទៅបានបងស្រីគាត់អញ្ជើញចូលរួមដែរថ្ងៃហ្នឹងជើងនឹងសួរសុខទុក្ខគាត់ថាតើសុខទុក្ខគាត់មួយរយៈដែលបាត់មកពីសិល្បៈហ្នឹងតែគាត់ទៅធ្វើអីហើយសុខភាពគាត់យ៉ាងណាឲ្យគាត់ជួយចែករំលែកអំពីសុខភាពរបស់គាត់បាទទៅឡើងលើបណ្ដោយបាទអញ្ចឹងយើងឡើងលើទៅស្ទូឌីយោទាំងអស់គ្នាពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់បាទសូមតាមដានសកម្មភាពតទៅទៀតគីឡូបងគាត់ច្រៀង4 5បទអីចឹងទៅសូមដល់ពុកម៉ែបងប្អូនជាទីទស្សនាបាទសូមអរគុណពុកម៉ែបងប្អូនបាទមិនតាមបានបត់អញ្ចឹងដាក់ទី3បទដែរឥឡូវលើកនឹងប្រហែលជាអាចយើងយូរមិនដឹងជាសម្លេងយ៉ាងណាខ្ញុំបានបង្ហើសម្លេងបាទពុកម៉ែបងប្អូនជឿហ្នឹងព្រោះមកស្រីសម្រស់នៅតែខ្ញុំរហូតណាបាទពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ជើបាទចាបាទមកទៀតចូលហើយពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់បាទចូលហើយបាទនេះអូរកូននៅចាំហ៎បាទសូនហើយអត់ផ្លិចឆឹងហ្មងណាផ្លិចឆឹងហើយតែឯងមិនតារាល្បីដល់ណាគេកុំ40ឆ្នាំហើយបើថាបែកគ្នាពី40ឆ្នាំហើយ40ឆ្នាំតែខ្ញុំចាំណាសំណាងឲ្យបានកាមេរ៉ាយកអត់កាមេរ៉ាអូនឹកគ្នាណាបាទអើយនឹកដល់គ្នាបានកាមេរ៉ាយកបាទបានកាមេរ៉ាយកយាយនេះចង់សួរថាពេលមុនដែរជួបគ្នាអញ្ចឹងណាទេបាយយូរឆ្នាំហើយបាយគ្នា40ឆ្នាំហើយពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហើយមិនមែនធម្មតាទេណាប៉ុន្តែគេនៅតែស្អាតដដែលអញ្ចឹងចាស់តែខ្ញុំអត់ទេគេហៅថាម៉ាក់ខាម៉ែខាគឺអត់មិនចាស់ទេនេះគេអីមន់ចាមន់ចាបាទមន់ចាគឺនៅតួត្រូវប៉ាន់ណារៀងអញ្ចឹងមុខអញ្ចឹងសក់រៀងអញ្ចឹងចរិតបែបហ្នឹងគឺថាសំខាន់ណាចាសំខាន់មែនតើឥឡូវនិយាយកាប់រៀងខ្ញុំប៉ុណ្ណឹងឲ្យធ្វើតួម៉ែមកអត់សូវសមទេអត់សូវសមទេខ្លាំងបាទសមមែនតើបាទតួអ្នកម្ដាយគឺសមមែនតើពុកម៉ែបងប្អូនឃើញនេះធ្វើតួឯងមិនណាតួឯងម៉ែម៉ែបោះតួឯងអត់ទេមានរឿងនៅស្រុកគ្នារឿងតួម៉ែតួឯងចុងភៅគេមានធ្វើអញ្ចឹងសប្បាយណាស់រីណាតិចទៀតហ្នឹងនឹងឮសំឡេងបង្ហើរសំនៀងរបស់បងតារារិស័យបងប្រាថ្នាហើយអ្នកមីងខាបាទដែល operator លោកគ្រូម្ចាស់ស្ទូឌីយោបាទលើកទី1ឡើងជួបគ្នាដែរលើកទី1បាទស្អាតមកមកហើយសូមឲ្យទៅអាស័យស្ថានរងថ្ងៃនៅម្ដុំណាភ្នំពេញថ្មីអូចិត្តខ្ញុំដែរខ្ញុំនៅខាងច្បារអំពៅចាំជាងគ្នាបាទខ្ញុំមិនបានឆ្ងាយមានរូបថតមួយឯងតាតែខ្ញុំទៅអត់ឃើញអូមកហើយពីដើមឡើយឆ្នាំហ្នឹងខ្ញុំភ្លេចមែនដែរខ្ញុំរូបថតធំមុខប្រហែលទៅភ្លេចតែឆ្នាំហ្នឹងនិយាយកាលពីជំនាន់នៅក្មេងៗហ្នឹងដែរថតអីជួបគ្នាដែរទេអត់ទេអត់ដែរលេបាទថាអាសាជួបគ្នាអូកាលហ្នឹងម្ដាយមីងថាគាត់ធ្លាប់ចូលបានចូលសិល្បៈនៅឯកាលជួបហ្នឹងចូលហើយ
គាត់ថាដូចថាញ៉ាំបាយជាមួយគ្នាកូនស្ទីមីលគ្នាចឹងណាប៉ុន្តែការសម្ដែងខុសគ្នា សម្ដែងខុសគ្នា ចឹង អត់ដែលបានចូលរួមសម្ដែង រួមសម្ដែងរួមគ្នារួមអត់ទេ ថាទៅវា រួមគ្នាចា គ្នា បាទត្រូវហើយបើយើងសម័យនោះសិល្បកររីកចម្រើនណាសិល្បកររីកចម្រើនផលិតកម្មក៏រីកចម្រើនដែរបាទ ហើយឥឡូវនេះខ្ញុំឥឡូវអត់សូវមានការងារធ្វើទេហើយគិតមើលរកស៊ីរួមនឹងបញ្ចុកហើយក ុំភ្លេចបាទពុកម៉ែបងប្អូនទីគោរពស្រឡាញ់កុំភ្លេចគាំទ្រ អាមេរិកណា មកថាកុំភ្លេចគាំទ្រនំបញ្ចុករបស់អ្នកមីងខាផងបាទទីតាំងនៅកន្លែងណាចាំប្រាប់តាមក្រោយ អូយកបានតន់ចង់ដឹង អញ្ចឹងអត់តចង់ដឹងទេ គាត់ថាចង់ដឹងលាក់សិន បាទលាក់សិនណាអូបាទអត់អីទេម្ដាយមីងអញ្ជើញតាមស្រួលបាទពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់បន្តិចទៀតនេះយើងនឹងជួបសកម្មភាពណែតារាចម្រៀងទំនើបចម្រុះមានលោកជានបោក៏អញ្ជើញដែរលោកជានបោអញ្ជើញមកដែរតែ គាត់ថាគាត់មកតែមិនទាន់ដល់ទេតែប្រឡប់ឬក៏ អូបាទអញ្ចឹងហើយបាទអញ្ចឹងយើងចាំរងចាំទស្សនាទាំងអស់គ្នាលោកបាទថ្ងៃនេះខ្ញុំបាទឥឡូវមុននឹងជម្រាបជូនជម្រាបលាបាទ ចាអូយើងlạiញ៉ាំ យាយចេះមុននឹងជម្រាបលាពីលោកតាលោកយាយឥឡូវសូមជូនពរមួយម៉ាត់ម្នាក់អ្នកមីងខានជើញមុនគេ ចា ដល់សិតឲ្យ ខ្ញុំក៏សូមជូនពរដល់បងប្អូនទស្សនិកជនទូទាំងប្រទេសសូមឲ្យមានសុខភាពល្អប្រកបការងារអីជោគជ័យរកស៊ីទទួលទានមានបានអាយុវែងគ្រប់គ្នាចាអរគុណ អ្នកបងរិស័យ អរគុណបងប្អូនទាំងអស់គ្នាអរគុណចាហើយអរគុណដែរហើយខ្ញុំសប្បាយរីករាយដែលបានមកជួបមុខបងប្អូនទាំងអស់គ្នាតាមកញ្ចក់ទូរទស្សន៍ហើយនឹងទៅផ្ទាល់អ្នកណាដែលបានជួបខ្ញុំផ្ទាល់ចា ខ្ញុំរំភើបចិត្ត រំភើបចិត្តខ្លាំងណាស់ចាសូមជូនពរបងប្អូនទាំងអស់គ្នា ហើយបងប្រាថ្នាជើញ ចាជម្រាបសួរខ្ញុំក៏ដូចបងរិស័យដែរចាហើយទៅថាគឺខ្ញុំមានចិត្តសប្បាយរីករាយមែនតើចាក៏បានជួបបងរិស័យបានជួបអ្នកម៉ែចា ទួអ្នកម្ដាយណគេហៅម្ដាយដែរ បាទសូមម៉ែមួយបងប្អូនទាំងអស់គ្នាចាឲ្យរកស៊ីមានបានទទួលមានបានចៅស្រស់ហើយចា បាទហើយខ្ញុំមិនភ្លេចទេខ្ញុំបានសូមគោរពទៅដល់បងកងទ័ពដែលជាវរៈជនដ៏ក្លាហាននៅតាមជួរភ្នំនៅតាមជួរជើងចលងដងអូនៅជួរមុខនោះគឺថាសូមសំប្រកបតែសុខចម្រើនសេចក្តីសុខសេចក្តីការគ្រប់ប្រការបាទសូមអរគុណជាចុះមាត់បាទសូមអរគុណជម្រាបលានៅសកម្មភាពពីថ្ងៃក្រោយសូមគោរពដល់ដួងវិញ្ញាណក្ខន្ធអស់លោកស្រីនៅនាងកញ្ញាកវីនិពន្ធតារាចម្រៀងតារាសម្ដែងនិងវីរៈសិល្បករដែលបានបាត់បង់ជីវិតទាំងអស់សូមបានសោយសុខនៅក្នុងស្ថានសួគ៌ក្នុងភ្នោវិមានកៅមាសកំបីឃ្លៀងឃ្លាតឡើយ Your love